តើក្មេងដែលមើលទូរស័ព្ទច្រើនណាអាចจะគាត់កាត់ autism មែនដែរឬអត់សំណួរហ្នឹងបញ្ហាហ្នឹងគឺជាបញ្ហាដែលប៉ាម៉ាក់ចង់ដឹងគ្រប់គ្នាដោយសារគាត់គិតថាក្មេងដែលមើលទូរស័ព្ទច្រើនហ្នឹងគឺកាត់ autism អញ្ចឹងខ្ញុំចង់ឲ្យប៉ាម៉ាក់ស្វែងយល់ពីជំងឺពីរទី1គេហៅថា autism ទី2គេហៅថាវិបត្តិក្មេងក្រចេះនិយាយឬក៏ហៅ speech delay នៅលើកូនក្មេង autism បើសិនជាយើងមើលទៅគឺគាត់មានបញ្ហាខាងទំនាក់ទំនងសង្គមគាត់ខ្វល់ចេះនិយាយជាងធម្មតាឬក៏អត់ចេះនិយាយឬមួយអញ្ចឹងក៏អត់យល់ពីសកម្មភាពរស់នៅប្រចាំថ្ងៃក្នុងសង្គមរបស់យើងការងូតទឹកស្លៀកពាក់ញ៉ាំបាយអីជាដើមប៉ុន្តែនៅលើក្មេងដែលមាន speech delay វិញគាត់យល់ថាអូសកម្មភាពរស់នៅប្រចាំថ្ងៃគឺមិនគាត់មានទំនាក់ទំនងធម្មតាតែគ្រាន់តែគាត់ពិបាកនិយាយវាចេញជាសំឡេងដែលជាទូទៅអា speech delay ហ្នឹងគេសង្កេតឃើញថាវាមានទំនាក់ទំនងជិតស្និទ្ធទៅជាមួយនឹងរយៈពេលដែលក្មេងហ្នឹងគាត់មើលទូរស័ព្ទកាលណាគាត់ចំណាយពេលនៅមុខទូរស័ព្ទច្រើនគាត់បាត់បង់ឱកាសក្នុងការធ្វើទំនាក់ទំនងនិយាយជាពាក្យសម្ដីភាសាជាមួយនឹងប៉ាម៉ាក់ជាមួយនឹងលោកយាយលោកតាឬមួយក៏ជាមួយនឹងក្មេងៗដូចគ្នាអញ្ចឹងនៅពេលណាដែលគាត់អត់បានវឹកហាត់ការនិយាយរបស់គាត់ធ្វើឲ្យគាត់ចេះពាក្យតិចហើយគាត់ពិបាកមែនទេក្នុងការបញ្ចេញសំឡេងអស់ហ្នឹងអញ្ចឹងឃើញទេ autism ផ្សេងគេហៅបញ្ហា speech delay ហ្នឹងផ្សេងជាទូទៅបើនៅក្នុង autism គេអត់មានរកឃើញមូលហេតុទេប៉ុន្តែក៏គេអាចស្វែងរកហានិភ័យបានន័យថាគេមានកម្រងសំណួរដើម្បីឲ្យយើងធ្វើការ screening រកមើលថាតើកូនប៉ាម៉ាក់ហ្នឹងមានហានិភ័យប្រឈមមុខទៅជាមួយនឹងបញ្ហា autism នឹងអត់គេអាចធ្វើគេហៅកម្រងសំណួរធ្វើ screening ហ្នឹងគឺនៅពេលដែលកូនក្មេងហ្នឹងគាត់មកទទួលវ៉ាក់សាំងនៅអាយុ18ខែឬក៏24ខែតែជាក់ស្ដែងនៅ Rose យើងគឺយើងធ្វើនៅពេលដែលកូនមកទទួលវ៉ាក់សាំងអាយុ18និង24ខែហ្នឹងគឺសួរនាំទៅលើសកម្មភាពរស់នៅការយល់ដឹងប្រចាំថ្ងៃរបស់គាត់ដែលក្រោយពីឆ្លងកាត់កម្រងសំណួរហ្នឹងទៅយើងអាចគេហៅថាវាយតម្លៃហានិភ័យដែលក្មេងហ្នឹងនឹងវិវត្តប្រឈមមុខជាមួយបញ្ហា autism ដែរឬអត់